វីដេអូនេះអាចនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកខ្សែភាពយន្តនេះបង្ហាញពីស្ត្រីមានផ្ទៃពោះនិងការសម្រាលកូនរបស់គាត់ខ្ញុំភ័យពេលឆ្លងទន្លេមិនដឹងថាម្ដាយកូនខ្ញុំនេះឆ្លងផុតរួចអត់ទេព្រោះអីខ្ញុំមិនដឹងថាខ្ញុំស្លាប់ឬក៏រស់ទេខ្ញុំពិតជាភ័យខ្លាំងណាស់ពេលហ្នឹងការជាមនុស្សយើងមានការបារម្ភច្រើនអញ្ចឹងឯងយើងត្រូវតែទទួលស្គាល់ថាសុខនិងទុក្ខគឺត្រូវដើរទន្ទឹមគ្នាយើងត្រូវតែទទួលស្គាល់វាបើមិនឲ្យបារម្ភវាពិតជាពិបាកធ្វើណាស់ផលលំបាកធំរបស់យើងគឺការអត់មានទឹកស្អាតសម្រាប់ងូតនិងធ្វើម្ហូបសុខភាពពួកយើងពិតជាសំខាន់ណាស់ហើយពួកយើងមានការបារម្ភខ្លាំងចំពោះការឆ្លងរោគដែលយើងមើលមិនឃើញជាពិសេសនៅកន្លែងដែលមិនស្អាតនោះតែម្ដងពេលខ្លះសេវានៅទីនេះវាមិនទាន់ល្អទេតែខ្ញុំអត់មានជម្រើសអញ្ចឹងហើយបានខ្ញុំមានការព្រួយបារម្ភខ្ញុំបារម្ភណាស់បើទោះបីជាយើងជួបបញ្ហាច្រើនយ៉ាងណាក៏ដោយដរាបណានៅមានជីវិតយើងនៅតែមានសង្ឃឹមខ្ញុំនឹងក្លាយជាម្ដាយគេឆាប់នេះហើយមែនទេខ្ញុំរំភើបណាស់ដែលបានក្លាយជាម្ដាយនិងមានកូនម្នាក់ហើយខ្ញុំនឹងមើលថែទាំគាត់ឲ្យមានសុខភាពល្អខ្ញុំសង្ឃឹមថាកូនរបស់ខ្ញុំមិនជួបបញ្ហាទាំងអស់នេះដូចខ្ញុំទេចុះពាក្យថាម្ដាយគឺមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃបានទេពួកយើងទទួលបានសុភមង្គលហើយកូនជាកាដូដ៏ពិសេសមួយដែលទេវតាប្រទានឲ្យគ្រួសារខ្ញុំហើយការផ្ដល់នេះជាជីវិតដ៏ស្រស់បំព្រងតើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្តបំផុតអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុតនោះគឺពេលបានឃើញមុខកូនរបស់ខ្ញុំជារៀងរាល់2វិនាទីម្ដងស្ត្រីម្នាក់សម្រាលកូនដោយគ្មានទឹកស្អាតសម្រាប់ប្រើប្រាស់បង្គន់សមរម្យនិងអនាម័យល្អនៅក្នុងមណ្ឌលសុខភាពអ្នកមិនឯកាទេសូមប្រើសម្លេងរបស់អ្នកដើម្បីធ្វើឲ្យមានការផ្លាស់ប្រែAgaitu vesifarini ni wamwe matu ya sagozega Agaitu vesifarini